ក្មេងស្រីបានទទួលស្គាល់ថារបស់ដែលនៅពីមុខនាងមិនមែនជាគ្រីស្តាល់ត្បូងតែម្ទេប៉ុន្តែជាស្បែកសត្វពស់ដែលកំពុងដកខ្លួនចេញពីនាងបានថតរូបមួយសន្លឹកហើយផ្ញើទៅកាន់ក្រុមដោយក្រានរំលឹកអ្នកនៅក្នុងអន្តេវាសិកដ្ឋាន504 server error តាមដែលអាចធ្វើទៅបាន1504 that's an error there was an error នាងបានចាក់សោអាគារអន្តេវាសិកដ្ឋាន that's all we know error 504 server error 1504 that's an error there was an error អ្នកចាប់បានដោយចៃដន្យ please try again later that's all we know ស៊ីមនុស្សបងស្រីយើងទាំងអស់គ្នាស្ងប់ស្ងាត់តើអ្នកទៅញ៉ាំន័យណាក្មេងស្រីបានពន្យល់យ៉ាងរហ័សថាមានពស់លាក់ខ្លួនក្នុងអន្តេវាសិកដ្ឋាននាងបានទិញមិត្តល្អបំផុតរបស់នាងឲ្យរត់ចេញពីបន្ទប់ក្នុងពេលជាមួយគ្នានោះពស់ធំកំពុងខិតជិតពួកគេឃើញភាពងឹតនៅពីមុខក៏រត់ចេញភ្លាមទាំងភ័យស្លន់ស្លោពួកគេប្រញាប់ត្រឡប់ទៅអន្តេវាសិកដ្ឋានដើម្បីរំលឹកមិត្តរួមបន្ទប់ថាមានពស់ធំនៅខាងក្រៅប៉ុន្តែមិត្តរួមបន្ទប់មានការសង្ស័យគាត់បានចោទសួរថាតើពួកគេមានការរំខានផ្លូវចិត្តឬមានពស់នៅក្នុងអន្តេវាសិកដ្ឋានទេគាត់ក៏បានធ្វើឲ្យសត្វពស់ខ្លាយជាគ្រីស្តាល់ត្បូងពេជ្រហើយដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរចំពោះសត្វចម្លែកតូចនេះគាត់បាត់មុខបន្ទប់ដេកវិជាស្ថានស្រាវជ្រាវរបស់យើងស្ថិតនៅកណ្ដាលទីក្រុងមិនក៏មានពស់ធំយ៉ាងនេះតើអ្នកអាចទៅសិក្សាបន្ថែមបានទេផ្ញើសាររបស់មនុស្សគួរឲ្យខ្លាចទាំងនេះនៅពេលយប់វាខុសច្បាប់ក្នុងការផ្សព្វផ្សាយពាក្យចាមមានអ្នកទទួលខុសត្រូវទេខ្ញុំខឹងខ្លាំងណាស់តើនេះមិនមែនជាគ្រីស្តាល់របស់មិត្តរួមបន្ទប់របស់បានដូរតាមបំណងតើអ្នកដឹងទេថាអ្វីជាអាហាររបស់ពស់មិត្តរួមបន្ទប់ខឹងនឹងខ្មាស់អៀនគាត់ពិតជាសោកស្ដាយណាស់ដែលបានស្នាក់នៅបន្ទប់ជាមួយគាត់មកគាត់បានវាយពួកគេដោយផ្ទាល់គាត់បានទូចថានឹងចេញទៅងូតទឹកក្មេងស្រីបានបញ្ឈប់គាត់ភ្លាមគាត់បានអះអាងថាមានពស់នៅខាងក្រៅហើយគាត់មិនអនុញ្ញាតឲ្យមិត្តរួមបន្ទប់ចេញទៅទៀតបានថតរូបច្រករបៀងមួយហើយផ្ញើទៅក្រុមពួកគេអះអាងថាគ្មានស្រមោលពស់នៅខាងក្រៅទេស្របពេលជាមួយគ្នានោះអ្នកដែលកំពុងផ្លុំសក់ក៏ភ្ញាក់ផ្អើលហើយស្រែក error 504 server error 1504រួមបន្ទប់មិនជឿអ្វីដែលគេនិយាយនោះទេគាត់បានបាត់ឆ្លើយហើយនៅតែ all we know ម៉ារីក៏មានការព្រួយបារម្ភជាខ្លាំងទោះបីជានាងដឹងថាមានពស់ក៏ដោយនាងយកដំបងមួយដៃរត់ចេញអ្នកនៅក្នុងបន្ទប់បានមកបន្ទប់ទឹកក្មេងស្រីស្ទុះទៅកាន់ដំបងហើយសួរថាពស់នៅទីណាមីងស្នាក់នៅក៏មកដឹងវាប្រែថានាងបានឃើញកណ្ដុរហើយស្រែកប៉ុន្តែពួកគេនៅក្នុងបន្ទប់គ្រប់ពេលតើអាចមានសត្វកណ្ដុរដោយរបៀបណាក្មេងស្រីបានពន្យល់ថាសត្វកណ្ដុរនេះមានភាពអៀនខ្មាស់ធម្មតាវាមិនលេចឡើងនៅចំពោះមុខមនុស្សទេលុះត្រាតែវាមានគ្រោះថ្នាក់វានឹងប្រញាប់ហើយសត្រូវរបស់កណ្ដុរគឺពស់ដូច្នេះនាងកាន់តែប្រកាសថាមានពស់នៅក្នុងបន្ទប់ហើយអ្នកមីងដែលនៅក្នុងបន្ទប់នោះខឹងយ៉ាងខ្លាំងនាងបានអះអាងថាគ្មានពស់នៅក្នុងអគារអន្តេវាសិកដ្ឋានដែលនាងគ្រប់គ្រងបានផ្សព្វផ្សាយពាក្យចាមអារ៉ាមនិងរំខានដល់អន្តេវាសិកដ្ឋាននាងបានសួរថាតើក្មេងស្រីនោះឈ្មោះអ្វីដើម្បីដាក់ទោសពួកគេមិត្តរួមបន្ទប់ក៏បានដាក់សុំស្រីឲ្យកុហកនាងចង់រញ៉េញ៉ៃបន្ទប់គេងហើយចង់ចេញពីបន្ទប់នោះប៉ុន្តែក្មេងស្រីតែងតែប្រកាន់ខ្ជាប់នៅចំហរបស់នាងបានអះអាងថាមានពស់មួយក្បាលនៅក្នុងបន្ទប់ថែមទាំងបាននិយាយថាពស់នេះទើបតែត្រូវបានគេមកចាប់ដើមញ៉ាំឆាប់នេះនាងថែមទាំងនិយាយថានាងបានឮសំឡេងរបស់ពស់តែសំឡេងនោះជាអ្វីមិនលឺឈួតខ្ញុំមិនបានឮទេពេលខ្មោចមីងនិយាយនោះតើអ្នកគិតថាយើងជាពស់ទេតើខ្ញុំមិនអាចជឿវាដោយរបៀបណានាងពិតជានៅទីនេះក្មេងស្រីបានឃើញពួកគេហើយបដិសេធមិនជឿនាងប្រញាប់រត់ចេញជាមួយមិត្តល្អបំផុតរបស់នាងមិត្តរួមបន្ទប់ផ្សេងទៀតក៏ចាក់ចេញដែរប៉ុន្តែនៅពេលនេះសត្វពស់ដ៏ធំសម្បើមមួយក្បាលកំពុងចូលមកជិតពួកគេក្មេងស្រីរូបនេះមិនបានមករកជំនួយទេនាងត្រូវបានពស់លេបមីងនៅបន្ទប់ជួលឃើញក្មេងស្រីមានវិបត្តិធ្ងន់ធ្ងរនាងបានបញ្ជាឲ្យពួកគេចាប់ក្មេងស្រីមិត្តរួមបន្ទប់ចង់លួចចេញទៅណាត់ជួបក្នុងពេលមានភាពវឹកវរប៉ុន្តែសត្វពស់មិនប្រកាសថាជារឿងចៃដន្យឬអត់នោះទេជាមួយគ្នានេះក្មេងស្រីបានមកដល់ទ្វារខាងមុខនៃអន្តេវាសិកប៉ុន្តែនាងមានការតក់ស្លុតយ៉ាងខ្លាំងដែលបានរកឃើញថាវាត្រូវបានចាក់សោយ៉ាងញាប់រកកន្លះខ្ញុំរកមិនឃើញទេតើវានៅណាខ្ញុំបានរកឃើញវាអស្ចារ្យ